គុណព្រះអង្គហើយអរគុណដល់ជាពិសេសប្រវត្តិមានរបស់ព្រះអង្គដែលធ្វើចលនានៅពេលដែលបងប្អូនចាប់ពីមនុស្ស2នាក់ឡើងទៅអធិដ្ឋានអេមែនចាប់ពី2នាក់ឡើងទៅអធិដ្ឋានព្រះអង្គនឹងធ្វើចលនាអេមែនដូច្នេះបានជាយើងរួបរวมគ្នាអធិដ្ឋានម្នាក់ឯងរៀងស្ងាត់អធិដ្ឋានចាប់ពី2នាក់ឡើងទៅសំលេងកាន់តែច្រើនជំនឿកាន់តែខ្លាំងភាពឆេះឆួលកាន់តែខ្លាំងការអស្ចារ្យកាន់តែខ្លាំងអេមែនសរសើរដំណើរព្រះអង្គបងប្អូនវាមិនចៃដន្យទេដែលយើងបានទទួលជឿព្រះយេស៊ូវអេមែនអរគុណព្រះអង្គសម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គដែលបានរើសយើងមិនមែនយើងជាអ្នករើសព្រះអង្គទេប៉ុន្តែព្រះអង្គបានរើសយើងជាមុនព្រះអង្គបានរៀបគម្រោងការយ៉ាងច្រើនហើយព្រះអង្គបានចាត់អ្នកបម្រើរបស់ព្រះអង្គយ៉ាងច្រើនបម្រើព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដើម្បីឲ្យយើងបានស្គាល់បានឮហើយជំនឿបានកើតឡើងបងប្អូនយើងអរគុណព្រះអង្គសម្រាប់ខ្លឹមសារខែនេះគេដំណើរហើយប្រចាំសប្តាហ៍នេះគឺស្វែងរកព្រះជាមុនយើងបានឮជាច្រើនដងព្រះអង្គឲ្យយើងស្វែងរកព្រះជាមុនប៉ុន្តែទាំងបងប្អូននិងខ្ញុំមិនទាន់បានជោគជ័យពីព្រោះយើងត្រូវការរកព្រះអង្គរាល់ថ្ងៃគ្រប់ពេលវេលានោះហើយជាសង្គ្រាមដែលយើងត្រូវតយុទ្ធជាមួយនឹងសាច់ឈាមខ្លួនឯងដើម្បីជំនះស្វែងរកព្រះអង្គពីព្រោះបញ្ហានៅក្នុងជីវិតរបស់យើងបើសិនជាយើងអត់ខ្វល់ជាមួយវាអត់អាចទាញយើងចេញឆ្ងាយពីព្រះអង្គបានទេអេមែននឹងហើយជាមូលហេតុដែលព្រះអង្គបង្កើតសួនច្បារអេដែនដាក់អាដាមនិងអេវ៉ាហើយអារក្សបាននៅក្បែរអាដាមនិងអេវ៉ាអេមែនបើសិនជាអារក្សគឺជាមូលហេតុចម្បងដែលនាំឲ្យអាដាមអេវ៉ាបានប្រព្រឹត្តអំពើបាបព្រះអង្គមិនដាក់អារក្សនៅក្បែរនឹងទេព្រះអង្គក៏មិនអនុញ្ញាតឲ្យវាចូលនៅក្នុងសួនច្បារអេដែនដែរអេមែនអញ្ចឹងបញ្ហាចម្បងគឺខ្លួនយើងជាអ្នកទទួលយើងជាអ្នកអនុញ្ញាតយើងជាអ្នកបើកឲ្យសំឡេងរបស់អារក្សចូលមកបំផ្លាញជីវិតរបស់យើងហើយយើងធ្វើតាមវាដូចអេវ៉ាអញ្ចឹងយើងខ្លួនឯងបានអនុញ្ញាតឲ្យកិច្ចការដែលមិនល្អជាច្រើនបំផ្លាញអ្វីដែលព្រះអង្គរៀបឲ្យយើងដែលល្អជាច្រើនពីព្រោះគ្មានអ្វីដែលអត់ល្អដែលព្រះអង្គបង្កើតមកហើយអនុញ្ញាតឲ្យយើងជួបទេអេមែនអញ្ចឹងព្រះអង្គឲ្យយើងស្វែងរកព្រះជាមុនមិនថាបងប្អូនមិនថាខ្ញុំរករាល់ថ្ងៃស្វែងរករាល់ថ្ងៃគិតរាល់ថ្ងៃសញ្ជឹងគិតរាល់ថ្ងៃអធិដ្ឋានរាល់ថ្ងៃសួរព្រះអង្គរាល់ថ្ងៃក្នុងការសម្រេចចិត្តរឿងខ្លះតូចរឿងខ្លះធំសួរព្រះអង្គរាល់ថ្ងៃអេមែនអរគុណព្រះអង្គនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ31ដល់34អេមែនយើងមើលស្លាយជាមួយគ្នាដូច្នេះកុំឲ្យខ្វល់ខ្វាយថាតើត្រូវបរិភពអ្វីឬស្លៀកពាក់អ្វីនោះឡើយហេតុអីបានព្រះអង្គអត់ឲ្យយើងខ្វល់ខ្វាយបើមួយថ្ងៃយើងខ្វល់តែពីវាសូម្បីតែខ្ញុំក៏ដែរខ្ញុំទៅផ្សារខ្ញុំគិតមិនដឹងធ្វើម្ហូបស្អីទេជីពីរជុំអត់ដឹងធ្វើម្ហូបអីវាអដែលវាសាំប៉ុន្តែបងប្អូនបើសិនជាយើងគិតថាវាជារឿងធម្មតាក្នុងការដែលយើងដោះស្រាយវាប្រកាសជាសាមញ្ញទេតែបើយើងគិតថាវាពិបាកវាប្រកាសជាពិបាកអេមែនរឿងខ្លះវាកើតឡើងវាអដែលក្នុងជីវិតយើងរាល់ថ្ងៃតែយើងចាត់ទុកវាជារឿងធំរឿងតូចវាធ្ងន់ឬក៏ស្រាលឬក៏យើងគ្រាន់តែលឺឲ្យក្បត់ចោលឬក៏យើងធ្វើឲ្យហីទៅឬក៏យើង focus ផ្ដោតលើវាគិតពីវាខ្លាំងពេកជាងយើងគិតអំពីព្រះអង្គអេមែនអញ្ចឹងអាហ្នឹងឯងជីវិតយើងដែលជួបរាល់ថ្ងៃហើយយើងត្រូវតែញែកវាចេញដើម្បីដាក់ព្រះចូលក្នុងជីវិតរបស់យើងអេមែនត្បិតគឺជាសាសដតីទេតើដែលខំស្វែងរករបស់ទាំងនោះមកវិញឯព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅឋានសួគ៌ទ្រង់ជ្រាបហើយថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរចូលស្វែងរកនគរនិងក្តីសុចរិតនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទៅគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផងដូច្នេះកុំឲ្យខ្វល់ខ្វាយនៅថ្ងៃស្អែកឡើយពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះឯងសេចក្តីលំបាកនៅថ្ងៃណានោះគឺល្មមត្រឹមថ្ងៃនោះហើយបងប្អូននេះជាព្រះបន្ទូលរបស់ព្រះអង្គបងប្អូនកុំខ្វល់ខ្វាយនឹងការហូបចុកនិងអាហារនិងសម្លៀកបំពាក់ពីព្រោះសាសដតីឯង
ដែលគេគិតសាសដតីយើងសំដៅទៅលើអ្នកដែលអត់ជឿព្រះដែលគេគិតអញ្ចឹងគិតថាវាជាពិបាកគាត់ណាការស្លៀកពាក់ហូបអាហារហើយនឹងតែប៉ុណ្្នឹងដូចពិបាកហ្មងសាសដតីអ្នកអត់ជឿគេគិតអញ្ចឹងបានខ្វល់ពីអានឹងបានតែព្រះអង្គបង្រៀនថាក្នុងយាមយើងជាកូនព្រះជាសាសឋានសួគ៌អេមែនយើងអត់ត្រូវគិតពីអាហ្នឹងឯងព្រោះព្រះអង្គគិតហើយអាហ្នឹងវេនព្រះអង្គមិនវេនយើងឯងអេមែនអញ្ចឹងយើងត្រូវរៀបខ្លួនឯងឲ្យស្របតាមព្រះបន្ទូលរបស់ព្រះអង្គកុំខ្វល់ប៉ុន្តែមិនមែនក្រោកឡើងមិនដាំបាយមិនធ្វើម្ហូបទេមិនស្លៀកពាក់ទេយើងអត់ខ្វល់មិនមែនបានន័យថាយើងអត់ធ្វើទេអេមែនយើងធ្វើប៉ុន្តែយើងអត់ខ្វល់វាខុសគ្នាពីយើងខ្វល់ហើយយើងធ្វើអេមែនអញ្ចឹងបងប្អូនយើងគិតប៉ុន្តែយើងមិនឲ្យខ្លួនយើងខ្វល់កុំឲ្យខ្លួនយើងមានសម្ពាធអេមែននេះជាអ្វីដែលព្រះយេស៊ូវបង្រៀនយើងហើយអ្នកដែលគិតខ្វល់ពីវាគឺអ្នកដែលអត់ជឿព្រះអញ្ចឹងយើងជាអ្នកជឿព្រះយើងជាសាសឋានសួគ៌យើងជាកូនរបស់ព្រះអង្គកុំគិតពីវាធ្វើឲ្យយើងខ្វល់ពីព្រោះកាលណាដែលយើងចាប់ផ្ដើមខ្វល់ខ្វាយបានន័យថាជំនឿយើងមានបញ្ហាព្រោះព្រះអង្គអត់ឲ្យយើងខ្វល់វាប៉ះពាល់ជាឥទ្ធិពលទៅដល់សេចក្តីជំនឿរបស់យើងកាលណាយើងខ្វល់អេមែនហើយសាសដតីដែលគេគិតណាព្រោះព្រះអង្គជ្រាបថាអ្នករាល់គ្នាត្រូវការអ្វីបងប្អូនអ្វីដែលយើងចង់បាននិងអ្វីដែលយើងត្រូវការខុសគ្នាព្រះអង្គមានបន្ទូលថាព្រះអង្គជ្រាបពីថាអ្នករាល់គ្នាត្រូវការអ្វីព្រះអង្គអត់ខ្វល់ថាបងប្អូនចង់បានអ្វីទេសេចក្តីត្រូវការនិងការចង់បានខុសគ្នាយើងអាចចង់បានច្រើនណាស់ចង់បាននេះចង់បាននោះចង់បាននេះប៉ុន្តែសេចក្តីត្រូវការគឺជាអ្វីដែលចាំបាច់យើងត្រូវតែមានអញ្ចឹងអាហារបរិភោគការស្លៀកពាក់អ្វីទាំងអស់ហ្នឹងយើងចាំបាច់ត្រូវមានទេយើងមិនអាចអត់ស្លៀកពាក់ខោអាវបានទេយើងមិនអាចអត់ហូបអាហារបានទេការទាំងអស់ហ្នឹងព្រះអង្គជាអ្នកខ្វល់យើងអត់ខ្វល់ទេព្រោះព្រះអង្គដឹងថាយើងត្រូវការអីហើយបើយើងខ្វះខាតទូទៅកាន់ព្រះអង្គសូមផ្គត់ផ្គង់អេមែនខ្វះចង់បានសម្លៀកបំពាក់ថ្មីទូទៅកាន់ព្រះអង្គខ្វះការបរិភោគហូបចុកប្រចាំថ្ងៃទូទៅកាន់ព្រះអង្គព្រោះព្រះអង្គសន្យាថាព្រះអង្គផ្គត់ផ្គង់គ្រប់ទាំងសេចក្តីត្រូវការរបស់យើងប៉ុន្តែខុសពីអ្វីដែលយើងចេះតែចង់បានពីព្រោះយើងមានហើយប៉ុន្តែយើងចង់បានថែមទៀតយើងចង់បានអានេះយើងចង់បានអានោះយើងចង់បាន1លានមួយកោដដែលយើងចង់បានក្តីស្រមៃក្តីសបិនចេះតែចង់បានប៉ុន្តែអានោះយើងអាចអត់វាបានយើងអាចរស់នៅដោយអត់វាបានតែជីវិតរបស់យើងមិនមែនចាំបាច់តែមានអានឹងបានរស់នៅបានទេអេមែនអញ្ចឹងអ្វីដែលបងប្អូនចង់បាននិងអ្វីដែលបងប្អូនត្រូវការសូមញែកវាដាច់កុំខ្វល់អេមែនពីព្រោះបើសេចក្តីត្រូវការជីវិតយើងត្រូវការអីព្រះអង្គសន្យាថាព្រះអង្គគិតព្រះអង្គដឹងហើយតែខ្វល់ខ្វាយបានន័យថាយើងជាអ្នកអត់ជឿបើយើងជឿព្រះអង្គយើងកុំខ្វល់ហើយបើកាលណាដែលយើងខ្វល់ខ្វាយបានន័យថាសេចក្តីជំនឿរបស់យើងតិចពេកប៉ះពាល់ហើយអេមែនអរគុណព្រះអង្គដូច្នេះកុំឲ្យខ្វល់ខ្វាយនៅថ្ងៃស្អែកបងប្អូនរឿងថ្ងៃស្អែកចាំវាកើតឡើងថ្ងៃស្អែកចាំយើងគិតប៉ុន្តែបើយើងគិតខ្វល់ថ្ងៃនេះចុះអារឿងថ្ងៃនេះគិតពីស្មានណាមានពេលណាគិតអារឿងកើតឡើងថ្ងៃនេះហើយគិតពីថ្ងៃស្អែកអេមែនរឿងនេះហើយដែលព្រះអង្គកុំឲ្យយើងខ្វល់ថ្ងៃពីថ្ងៃស្អែកបើយើងគិតយើងមានកម្រងការថ្វាយវាទៅកាន់ព្រះអង្គតែកុំខ្វល់អេមែនជិះវៀងពាក្យខ្វល់នឹងចេញញែកវាចេញឲ្យដាច់យើងអាចមានកម្រងការប្រចាំខែប្រចាំឆ្នាំប្រចាំអ្វីយើងអាចមានខ្ញុំសំលុយសម្រាប់មួយឆ្នាំទៀតខ្ញុំចង់ទិញម៉ូតូ5ឆ្នាំទៀតទុកឲ្យកូនខ្ញុំចូលរៀនយើងអាចមានកម្រងការទាំងអស់ហ្នឹងតែកុំខ្វល់រៀបកម្រងការហើយថ្វាយកម្រងការនៅទៅកាន់ព្រះអង្គអេមែនតែកុំឲ្យដាក់ឲ្យខ្លួនឯងខ្វល់ហើយមានសម្ពាធជាមួយវាអេមែនបើសិនជាយើងខ្វល់យើងខ្វះប្រាជ្ញាយើងខ្វះជំនឿយើងខ្វះការទុកចិត្តព្រះអង្គអេមែនអេមែនអរគុណព្រះអង្គអញ្ចឹងរឿងថ្ងៃស្អែកគិតទៅគិតរឿងថ្ងៃនេះសិនព្រោះឥឡូវគិតរឿងថ្ងៃស្អែកថ្ងៃនេះអត់បានគិតទេថ្ងៃនេះបរាជ័យខាត់ពេលវេលាមួយថ្ងៃបាត់អរគុណព្រះអង្គរឿងដែលកើតឡើងថ្ងៃហ្នឹងទុកលំបាកថ្ងៃហ្នឹងល្មមហើយវាល្មមសម្រាប់ថ្ងៃហ្នឹងយើងអាចដោះស្រាយសម្រាប់ថ្ងៃហ្នឹងល្មមហើយបើរឿងថ្ងៃហ្នឹងយើងដោះហើយស្អែកយើងគិតរឿងថ្ងៃស្អែកទៀតទៅកុំឲ្យអារឿងថ្ងៃហ្នឹងវាហូរដល់ថ្ងៃស្អែកទៀតអេមែនអានេះជាអ្វីដែលព្រះយេស៊ូវចង់បង្រៀនយើងព្រះអង្គបង្រៀនយើងឲ្យមានភាពច្បាស់លាស់នៅក្នុងជីវិតអ្វីដែលយើងចង់បានអ្វីដែលយើងត្រូវការអ្វីដែលជាកម្រងការតែកុំឲ្យខ្វល់ខ្វាយអ្វីឡើយអេមែនអរគុណព្រះអង្គបើយើងខ្វល់ខ្វាយវានឹងជាឥទ្ធិពលទៅដល់ការដែលយើងអត់ទុកចិត្តព្រះ
យើងជាម្នាក់ដែលមានជំនឿហើយកាលណាដែលយើងជឿព្រះហើយយើងអត់ទុកចិត្តព្រះបានន័យថាជំនឿរបស់យើងអត់បានមានសកម្មភាពបង្ហាញថាយើងជឿព្រះមែនឬអត់ពីព្រោះការទុកចិត្តព្រះគឺជាសកម្មភាពនៃសេចក្តីជំនឿរបស់យើងដែលយើងនិយាយថាយើងជឿព្រះតែបើយើងអត់មានធ្វើកិច្ចការមួយស្ដាប់បង្គាប់ចោះចូលធ្វើតាមព្រះបន្ទូលព្រះអង្គទេយើងអត់មានសេចក្តីជំនឿយើងអត់មានការទុកចិត្តអញ្ចឹងយើងថាយើងជឿព្រះយើងបញ្ឆោតខ្លួនឯងអេមែនព្រះអង្គចង់ស្រាយយើងឲ្យមានសេរីភាពនិងមានសន្តិភាពនៅក្នុងជីវិតព្រះអង្គចង់ស្រាយយើងឲ្យយើងរស់នៅពេញទៅដោយព្រះពរដែលព្រះអង្គចង់ឲ្យមកកាន់យើងអេមែនអរគុណព្រះអង្គចំណុចទី1យើងត្រូវរៀនទុកចិត្តលើព្រះអង្គអេមែនប្រហែលជាយើងធ្លាប់ទុកចិត្តព្រះអង្គហើយក៏ប្រហែលជាយើងអត់ធ្លាប់ទុកចិត្តព្រះអង្គដែរប្រហែលជាយើងធ្លាប់ទុកចិត្តព្រះអង្គហើយជោគជ័យធ្លាប់ទុកចិត្តព្រះអង្គហើយបរាជ័យដែរប៉ុន្តែទុកចិត្តព្រះអង្គដូចគ្នាប៉ុន្តែអរគុណព្រះអង្គដល់ថ្ងៃនេះយើងបានរៀនជាមួយគ្នាថែមទៀតដើម្បីឲ្យយើងយល់កាន់តែច្បាស់ថាពេលខ្លះខ្ញុំទុកចិត្តព្រះអង្គដែរប៉ុន្តែมันក៏អត់មានចម្លើយមកអញ្ចឹងពីព្រោះមិនមែនជាបហាតីព្រះអង្គអេមែនបើយើងទូទៅកាន់ព្រះអង្គយើងត្រូវដឹងថាព្រះអង្គមានអ្វីជាច្រើនសម្រាប់យើងហើយល្អអញ្ចឹងបើយើងទូទៅកាន់ព្រះអង្គហើយចង់បានអ្វីដែលអត់បានមកនេះថានឹងអត់ល្អទេដែលព្រះអង្គអត់ឲ្យយើងអេមែនព្រះអង្គតែងតែឲ្យអ្វីដែលល្អមកកាន់យើងបើសិនជាយើងទូទៅកាន់ព្រះអង្គហើយអត់ឃើញមានសញ្ញាអ្វីកើតឡើងដូចបំណងចិត្តរបស់យើងចូលអរគុណព្រះអង្គទៅដែលព្រះអង្គបានញែកវាចេញពីជីវិតរបស់យើងអេមែនសរសើរដល់ការព្រះអង្គការទុកចិត្តលើព្រះគឺជាចលនាខាងវិញ្ញាណការទុកចិត្តលើព្រះអង្គជាជីវិតខាងវិញ្ញាណបងប្អូនមានមើលឃើញខ្ញុំទុកចិត្តព្រះអង្គទេទោះលុះត្រាតែខ្ញុំបញ្ចេញអីមួយមកអេមែនហើយចលនាហ្នឹងមើលទៅឃើញ good ហ្មង perfect ហ្មង smooth ហ្មងរលូនហ្មងហើយល្អទៀតតោះអញ្ចឹងបងប្អូនដឹងថាអូអ្នកគ្រូមុំគាត់ទុកចិត្តព្រះអង្គហើយជំនឿគាត់ល្អហើយគាត់ចេះទុកចិត្តព្រះអង្គហើយជំនឿគាត់ខ្លាំងហើយមាំហើយអញ្ចឹងជាជីវិតខាងវិញ្ញាណដែលបងប្អូនមិនអាចមើលឃើញខ្ញុំទុកចិត្តព្រះអង្គឬអត់ទេលុះត្រាតែវាមានសកម្មភាពខាងវិញ្ញាណរួចទៅហើយឆ្លងកាត់ខាងវិញ្ញាណមកដល់សាច់ឈាមហើយបងប្អូនអាចឃើញលទ្ធផលអូអ្នកគ្រូជឿទុកចិត្តព្រះអង្គចំណុចនេះអញ្ចឹងមកខ្ញុំថាការទុកចិត្តព្រះអង្គគឺជាជីវិតខាងវិញ្ញាណអេមែនខ្ញុំប្រាប់បងប្អូនថាខ្ញុំជឿទុកចិត្តព្រះអង្គរឿងមួយដែលខ្ញុំទូទៅកាន់ព្រះអង្គហាក់អត់បានចម្លើយទេប៉ុន្តែខ្ញុំនៅជឿទុកចិត្តព្រះអង្គហើយក្នុងវិញ្ញាណខ្ញុំដឹងថាខ្ញុំនឹងបានណាប្រហែលខែមុនខ្ញុំប្រាប់សិស្សរបស់ខ្ញុំឋានាហើយនឹងសិស្សរបស់ខ្ញុំឬក៏អ្នកណាផ្សេងទៀតខ្ញុំធ្លាប់ប្រហែលខ្ញុំធ្លាប់និយាយប្រាប់លោកគ្រូប្រាងដែរថាព្រះអង្គឲ្យខ្ញុំជាអ្នកអធិប្បាយថ្ងៃណាមួយព្រះអង្គនឹងបញ្ជូនខ្ញុំអធិប្បាយទៅភ្នំពេញនិងទៅកំពង់សោមពេលដែលយើងទៅសិក្ខាសាលាលោកគ្រូ feel ក៏ដែរស្គាល់ខ្ញុំក៏ដែរស្គាល់គាត់ខ្ញុំគាត់ទៅ follow page គាត់ស្ដាប់គាត់ប្រកាសព្រះបន្ទូលជាអ្នកអធិប្បាយនៅពេលដែល Pastor Phil គាត់ប្រកាសព្រះបន្ទូលរបស់ព្រះអង្គពាក្យទំនាយថាខ្ញុំជាអ្នកអធិប្បាយលោកគ្រូធានីមកសៀមរាបអធិប្បាយឲ្យបងថ្ងៃណាបងទៅអធិប្បាយនៅភ្នំពេញនៅសៀមរាបអេមែននោះបានសម្រេចទេចលនាទាំងអស់នឹងប៉ុន្តែក្នុងវិញ្ញាណខ្ញុំដឹងថាព្រះអង្គឲ្យខ្ញុំធ្វើអីអេមែនសរសើរដល់ការព្រះអង្គចំណុចនោះហើយដែលខ្ញុំចង់ឲ្យបងប្អូនបានទៅដល់ចំណុចនោះហើយដែលព្រះអង្គចង់ឲ្យបងប្អូនបានទៅដល់កន្លែងមួយជាមុនខាងវិញ្ញាណបងប្អូនដឹងដែលព្រោះបងប្អូនជឿទុកចិត្តព្រះអង្គការនោះបងប្អូនដឹងហើយបងប្អូនដឹងទាំងអស់នឹងហើយសាច់ឈាមបងប្អូននឹងឃើញពេលមួយបងប្អូននឹងទទួលបានចំឡើយសរសើរដល់ការព្រះអង្គអេមែនអញ្ចឹងបងប្អូនរកចំណុចនោះឲ្យឃើញដោយបងប្អូនប្រើជំនឿអត់មានការមើលឃើញទេជំនឿគឺជាអ្វីដែលយើងជឿថាវានឹងកើតមានដោយសង្ឃឹមនោះគឺក្នុងវិញ្ញាណនៅក្នុងជំនឿរបស់បងប្អូនមើលអត់ទាន់ឃើញទេប៉ុន្តែបងប្អូនដាក់ជំនឿបន្តជឿបន្តប្រកាសបន្តអធិដ្ឋានបន្តទុកចិត្តនោះហើយការអស្ចារ្យនឹងកើតមានឡើងអ្វីដែលយើងជឿវានឹងកើតមានឡើងដោយបំណងរបស់យើងសរសើរដល់ការព្រះអង្គហើយចំណុចនោះឯងដែលព្រះអង្គចង់ឲ្យបងប្អូនមានបងប្អូននឹងទៅដល់ចំណុចនោះដល់ពេលដែលបងប្អូនឈានដល់ចំណុចនោះបងប្អូននឹងពេញវ័យនៅក្នុងសេចក្តីជំនឿបងប្អូនរឹងមាំហើយព្យុះមកក៏មកទៅចង់95ថ្ងៃនៅលើសមុទ្រប៉ាស៊ីហ្វិកអាត្លង់តិកក៏យើងអត់ខ្វល់ដែរពីព្រោះយើងនៅតែមានជំនឿបងប្អូនបើសិនជាយើងអស់ជំនឿបងប្អូនអធិដ្ឋានតែមួយពេលបងប្អូនឈប់អធិដ្ឋានហើយតែលោកណាប៉ាគាត់អធិដ្ឋាន95ថ្ងៃនៅលើទូកនៅលើសមុទ្រទាំងអត់អាហារទាំងអត់ទឹកផឹកទាំងអត់ជំរកនៅតែលើទូកនោះហើយជាមនុស្សដែលមានជំនឿខ្ញុំអត់ខ្វល់ថានឹងទុកលំបាកកើតឡើងប្រហែលថ្ងៃខែឆ្នាំនៃជីវិតរបស់យើងសេដ្ឋកិច្ចធ្លាក់ចុះមានសង្គ្រាមឬមានអ្វីកើតឡើងមានជំងឺរាតត្បាតស្កាយសាហាវណាខ្ញុំអត់ខ្វល់
ពីព្រោះនោះជាបញ្ហាដែលព្រះអង្គបានប្រាប់យើងរួចទៅហើយថានឹងមានអ្វីកើតឡើងលើផែនដីនេះប៉ុន្តែជំនឿនោះឯងដែលនឹងដោះយើងឲ្យរួចសរសើរដំណើរព្រះអង្គជំនឿគឺនិយាយពីការដែលយើងទុកចិត្តព្រះអង្គអេមែនអញ្ចឹងជាចលនាខាងវិញ្ញាណអេមែនអរគុណព្រះអង្គម៉ាថាយចំពុក8ខ23-27កាលទ្រង់បានយាងចុះពីទូកហើយនោះពួកសិស្សក៏តាមទ្រង់ទៅឯសមុទ្រក៏កម្រើកឡើងជាខ្លាំងដល់ម្លេះបានជារលកឡើងគ្របលើទូកតែទ្រង់ផ្ទុំលក់ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថាព្រះម្ចាស់អើយសូមជួយសង្គ្រោះផងយើងខ្ញុំវិនិច្ឆ័យហើយទ្រង់មានបន្ទូលថាឲ្យពួកអ្នកមានជំនឿតិចអើយហេតុអ្វីបានជាភ័យដូច្នេះរួចទ្រង់ក្រោកឡើងកំហែងដល់ខ្យល់និងសមុទ្រនោះក៏ស្ងប់ឈឹងអស់ទៅបងប្អូនធម្មតាបើសិនជាខ្យល់រលកបក់មកទឹកវាហូរទៅបាតទូកមុនគេព្រះយេស៊ូវផ្ទុំនៅខាងចិត្តបាតទូកហ្នឹងឯងនឹងខាងក្រោមតាមសាច់រឿងដែលយើងអាននៅក្នុងកាពីតើព្រះអង្គអត់ជ្រាបទេថាទឹកចូលក្នុងទូកព្រះអង្គជ្រាបប៉ុន្តែដោយសារព្រះអង្គអត់ខ្វល់ព្រះអង្គដឹងថាគ្មានអីមួយដែលអាចធ្វើទុកបុកម្នេញធ្វើឲ្យព្រះអង្គពិបាកបានទេព្រោះព្រះអង្គជាម្ចាស់លើអីទាំងអស់ព្រះអង្គអត់ខ្វល់ប៉ុន្តែសិស្សព្រះអង្គខ្វល់ហើយតើដាស់ព្រះអង្គក្រោកឡើងយើងវិនិច្ឆ័យហើយព្រះអង្គអើយយើងវិនិច្ឆ័យហើយព្រះយេស៊ូវក្រោកឡើងអ្នកមានជំនឿតិចអើយអេមែនហើយព្រះអង្គប្រកាសទៅខ្យល់រលកសមុទ្រព្យុះបានស្ងប់ប៉ុន្តែសិស្សរបស់ព្រះអង្គមានជំនឿតិចហ្នឹងឯងអត់ទុកចិត្តព្រះអង្គហើយខ្វល់ខ្វាយហ្នឹងឯងវានៅជាមួយគ្នាអញ្ចឹងបើកាលណាយើងខ្វល់យើងអត់ទុកចិត្តជំនឿយើងតិចស្វែងរកជំនឿយើងថែមទៀតនៅក្នុងព្រះអង្គអេមែនអរគុណព្រះអង្គអញ្ចឹងកាលណាដែលយើងខ្វល់បានតែយើងកំពុងជាប់នៅកន្លែងមួយដែលយើងចងខ្លួនឯងសួរថាអរិយមែនយើងខ្លួនឯងយើងអ្នកខ្វល់កុំតន់បន្ទោសអរិយអេមែនយើងជាអ្នកខ្វល់យើងជាអ្នកចងខ្លួនឯងអេមែនខ្ញុំកាន់ម៉ៃនឹងចៃខ្ញុំនិយាយអញ្ចឹងខ្ញុំបើកវាឲ្យខ្ញុំនិយាយខ្ញុំទុកចិត្តខ្ញុំដឹងថាបើកវាលឺហើយម៉ៃនឹងប្រកាសជានាំសម្លេងទៅកាន់បងប្អូនទាំងអស់គ្នានៅខាងក្រោមហើយយើងជឿព្រះអង្គដូចគ្នាយើងគ្រាន់តែបើកព្រះអង្គនឹងធ្វើចលនាអេមែនសរសើរដល់ការព្រះអង្គចំណុចទី2យើងរៀនទុកចិត្តលើព្រះអង្គដោយការរៀនស្គាល់ព្រះប្រហែលជាយើងអត់តន់ស្គាល់ព្រះអស់បានយើងអត់តន់ទុកចិត្តព្រះអង្គពេលដែលយើងមានបញ្ហាយើងរកអ្នកណាមុនគេអ្នកដែលយើងអាចទុកចិត្តបានពិភាក្សាបានទុកចិត្តតាណារកអ្នកហ្នឹងឯងមុនគេមែនអត់យើងមិនរកអ្នកដែលយើងមិនស្គាល់មិនទុកចិត្តទេអញ្ចឹងមកពីយើងអត់សូវស្គាល់ព្រះរបស់យើងបានយើងអត់សូវទុកចិត្តព្រះអង្គយើងអត់សូវទៅរកព្រះអង្គរៀនស្គាល់ព្រះអង្គថាព្រះអង្គជាព្រះម៉េចព្រះដែលយើងជឿថ្វាយបង្គំព្រះអង្គជាព្រះមានលក្ខណៈសម្បត្តិម៉េចព្រះអង្គស្មោះត្រង់អត់ប្រែប្រួលទី1អេមែនព្រះអង្គស្មោះត្រង់មិនប្រែប្រួលទី1ត្រូវតែច្បាស់អាហ្នឹងព្រះបន្ទូលព្រះអង្គសន្យានឹងបានសម្រេចព្រោះតែស្មោះត្រង់ហើយគឺត្រង់ហើយក្នុងព្រះអង្គគ្មានការកុហកមានតែសេចក្តីពិតមុំជឿព្រះអង្គបាននៅមុំទុកចិត្តព្រះអង្គបាននៅអេមែនយើងអាចទុកចិត្តមនុស្សហេតុអីយើងអត់ទុកចិត្តព្រះដែលព្រះធ្វើអ្វីទាំងអស់បានដែលព្រះអាចសម្លាប់ដល់ទាំងវិញ្ញាណរបស់យើងតែអរិយបានត្រឹមតែសម្លាប់រូបកាយរបស់យើងអេមែនហេតុអីយើងអត់ទុកចិត្តព្រះហេតុអីយើងនៅតែខ្វល់ខ្វាយហេតុអីយើងនៅតែភ័យខ្លាចហេតុអីយើងនៅតែភ័យព្រួយអេមែននោះគឺយើងខ្លួនឯងជំនឿតិចពេកអញ្ចឹងអធិដ្ឋានសូមព្រះអង្គបន្ថែមជំនឿបន្ថែមភ្លើងអញ្ចឹងបានយើងថ្វាយបង្គំមិញខ្ញុំនាំបងប្អូនអធិដ្ឋានសូមបង្ហូរភ្លើងសូមបង្ហូរកម្លាំងសូមបង្ហូរប្រាជ្ញាបន្ថែមភាពចេះជួលដើម្បីឲ្យទុំបង្គំមានជំនឿផុសឡើងដើម្បីឲ្យទុំបង្គំចេះទុកចិត្តព្រះអង្គយើងស្វែងរកព្រះអង្គកាលណាជឿទុកចិត្តព្រះអង្គយើងស្វែងរកព្រះអង្គមុនគេហើយយើងអត់រកអ្នកណាទេរកព្រះមុនគេអេមែនរកព្រះមុនគេព្រោះព្រះអង្គគឺជាចំណុចចាប់ផ្ដើមព្រះអង្គគឺជាប្រភពព្រះអង្គគឺជាអ្វីទាំងអស់ហើយគ្មានការណាដែលព្រះអង្គមិនអាចធ្វើបានទេសរសើរដល់ការព្រះអង្គអញ្ចឹងយើងដឹងថាព្រះអង្គស្មោះត្រង់មិនប្រែប្រួលព្រះអង្គព្រះបន្ទូលសន្យាបានសម្រេចហើយព្រះអង្គមិនដែលកុហកព្រះអង្គគឺម៉ាត់ណាម៉ាត់នឹងហ្មង1ដឹង1 2ដឹង2 yes គឺ yes no គឺ no បាទគឺបាទចាស់គឺចាស់អេមែននឹងបើព្រះអង្គបង្រៀនយើងសូម្បីតែការឆ្លើយតបចូលឆ្លើយថាបាទឬចាស់ឬអត់ទេតែប៉ុណ្្នឹងហើយឯងបើច្បាស់ថាបាទច្បាស់ថាចាស់គឺចាស់បើថាអត់ដឹងទេអត់ដឹងអត់ទេប៉ុណ្្នឹងបានកុំឲ្យយើងកលិចកលុចព្រោះព្រះអង្គមិនបង្រៀនយើងបែបនោះទេហើយកាលណាយើងកលិចកលុចអត់ស្មោះត្រង់យើងប្រែប្រួល
វាខុសនៅនឹងអ្វីដែលព្រះអង្គរៀបឲ្យយើងព្រោះយើងកូនព្រះយើងត្រូវដើរតាមព្រះបន្ទូលព្រះអង្គយើងត្រូវធ្វើអ្វីដោយព្រះអង្គធ្វើដែរយើងរស់នៅយកព្រះអង្គជាគំរូជាតំណាងក្នុងជីវិតរបស់យើងអញ្ចឹងយើងត្រូវកែខ្លួនយើងផ្លាស់ប្ដូរខ្លួនឯងឲ្យដូចជាព្រះគ្រីស្ទអនុញ្ញាតឲ្យព្រះអង្គដោះកន្លែងចំណុចអវិជ្ជមានយើងកន្លែងណាព្រះយេស៊ូវសូមដកឲ្យចំណុចនឹងចេញសូមនាំអ្វីដែលថ្មីដកអ្វីដែលអវិជ្ជមានគំនិតអត់ល្អរបស់ទូបង្គំចេញវារារាំងការអស្ចារ្យរបស់ព្រះអង្គរារាំងព្រះពររារាំងអ្វីជាច្រើននៅក្នុងជីវិតរបស់យើងអេមែនសរសើរដំណើរព្រះអង្គយើងមើលនៅក្នុងកាពីហេព្រើរជំពូក13ខ5ដល់ខ6ចូលឲ្យកិរិយាដែលអ្នករកគ្នាប្រព្រឹត្តឥតលោភឡើយកុំលោភលន់អេមែនឲ្យស្កប់ចិត្តនឹងរបស់ដែលមានឲ្យប៉ុណ្ណោះចោះត្បិតទ្រង់មានបន្ទូលថាអញនឹងមិនចាកចោលពីឯងក៏មិនបោះបង់ចោលឯងឡើយបានជាយើងរាល់គ្នាអាចនឹងនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចឡើយព្រោះព្រះអង្គម្ចាស់ទ្រង់ជាជំនួយខ្ញុំតើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបានកុំលោភលន់កាលណាយើងអត់ខ្វល់ហើយកុំលោភអេមែនការប្រព្រឹត្តរបស់យើងឲ្យស្មោះត្រង់ដូចជាព្រះស្មោះត្រង់ដូចជាព្រះអង្គហើយស្កប់ចិត្តឲ្យយើងមានទទួលយកឲ្យសន្តិភាពស្កប់ចិត្តកុំឲ្យចំណែនកុំឲ្យខ្លួនឯងនឹងចំណែនគេពីព្រោះការចំណែនហ្នឹងគឺជាអត្តពលអាក្រក់មែនទែនអេមែនជាអត្តពលអាក្រក់មែនទែនក្នុងជីវិតរបស់យើងព្រោះព្រះអង្គមានបន្ទូលថាព្រះអង្គមិនទៅណាចោលយើងទេក៏មិនបោះបង់ចោលយើងដែរព្រះដែលគង់នៅឋានសួគ៌ព្រះដែលបង្កើតអ្វីទាំងអស់ព្រះដែលចាំជួយយើងព្រះអង្គថាព្រះអង្គគង់នៅមួយយើងមិនយើងធ្វើខ្លាចមិនយើងខ្វល់ខ្វាយអញ្ចឹងយើងទុកព្រះអង្គនៅណាអេមែនយើងសុំឆែកមើលខ្លួនឯងយើងទុកព្រះអង្គនៅណាយើងអាចបានដាក់នៅមុខទេប្រហែលជានៅចំហៀងឆ្វេងស្ដាំឬក្រោយសុំឆែកមើលឲ្យអធិដ្ឋានសុំព្រះអង្គត្រឡប់មកវិញអេមែនសូមឲ្យព្រះអង្គបានគង់នៅកណ្ដាលចំណោមកូនដឹកនាំកូនវិញកែច្នៃជីវិតទុំមកគុំដោះទុំមកគុំអេមែនសរសើរដំណើរព្រះអង្គអញ្ចឹងអ្វីដែលព្រះអង្គមានបន្ទូលបងប្អូនសូមចាំព្រះអង្គអត់ទៅណាចោលយើងអត់បោះបង់ចោលយើងទេមុំយើងអាចទុកចិត្តព្រះអង្គបាននេះជាលក្ខណៈសម្បត្តិរបស់ព្រះអង្គដែលយើងអាចរៀនស្គាល់ព្រះយើងរៀនស្គាល់ព្រះដូចយើងរៀនស្គាល់មនុស្សអញ្ចឹងអេមែនស្គាល់ព្រះអង្គកាន់តែច្បាស់បងប្អូនមានជំនឿកាន់តែខ្លាំងស្គាល់ព្រះអង្គកាន់តែច្បាស់បងប្អូនលេងភ័យខ្លាចលេងខ្វល់ខ្វាយអ្វីទាំងអស់បងប្អូនអាចគេងលក់ស្កប់ស្កល់ក្រោកឡើងបងប្អូនធ្វើការហើយអរគុណព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គក្នុងជីវិតប្រកាសកិច្ចការជាច្រើនដែលព្រះអង្គសន្យាប្រកាសដោយនិមិត្តដែលព្រះអង្គប្រកាសនិមិត្តមកកាន់យើងទាំងអស់គ្នាពាក្យទំនាយជាច្រើនប្រកាសក្នុងជីវិតរបស់យើងអ្វីដែលល្អជីវិតរបស់យើងសន្តិភាពពេញបរិបូរណ៍អេមែនខ្ញុំចង់បងប្អូនបានស្គាល់អារម្មណ៍បែបដូចជាអ្នកគ្រូកំលីគាត់យល់ដែលខ្ញុំបរៀនគាត់ឲ្យគាត់ថាគាត់មានអារម្មណ៍ដែលសន្តិភាពមែនតើណាអារម្មណ៍បែបហ្នឹងគឺយើងខ្ញុំតើតែបងប្អូនតើជួបបានយល់ថានៅក្នុងទុក្ខលំបាកយើងអាចស្វែងរកសន្តិភាពបានពិតមែនសួរមានរឿងកើតឡើងក្នុងជីវិតបងមានគ្រួសារណាក៏មានរឿងដែរអ្នកណាក៏មានបញ្ហាក្នុងជីវិតផ្ទាល់ខ្លួនដែរប៉ុន្តែកាលណាដែលយើងដាក់ព្រះជាអត្តភាពយើងជឿជំនឿយើងខ្លាំងអត់តិចទេយើងសន្តិភាពហើយយើងរឹងមាំហើយយើងអត់ភ័យខ្លាចយើងអត់ខ្វល់ខ្វាយយើងអត់ស្រយុតចិត្តជាមួយនឹងបញ្ហាទាំងអស់ហ្នឹងទេទោះបីយើងមានជំងឺក៏ដោយអរគុណព្រះអង្គដែលអាម៉ាប់គាត់ចែកចាយថាម៉ាក់គាត់ឈឺកន្លែងនេះឈឺបោះដៃផុតលើកដៃចាក់កើតទេតែគាត់ថាអ្នកគ្រូមុំប្រាប់ថាអធិដ្ឋានបើសិនជាគាត់ឈឺឲ្យអធិដ្ឋានរហូតដល់គាត់បាត់ឈឺកុំតន់ឈប់អញ្ចឹងគាត់ដាក់ដៃអធិដ្ឋានទៅគាត់បាត់ឈឺគាត់អាចគេងលក់បានសរសើរដល់ការព្រះអង្គបងប្អូនគាត់អធិដ្ឋានតែមកយប់គាត់បាត់ឈឺដែលគាត់ឈឺយូរហើយអញ្ចឹងនេះគឺត្រូវការជំនឿតាមិនត្រូវការថ្នាំទេត្រូវការជំនឿនឹងហើយដែលយើងពិសោធន៍ថាព្រះជាព្រះនៃការប្រោសឲ្យជាព្រះអង្គអាចព្យាបាលយើងបានប៉ុន្តែព្រះអង្គអត់ត្រូវការយើងប្រើអីក្រៅពីជំនឿទេកាលណាដែលមានជំនឿយើងចេះទុកចិត្តព្រះអង្គហើយយើងអត់ខ្វល់ទេអញ្ចឹងបងប្អូនឈឺអធិដ្ឋានបងប្អូនឈឺក្បាលបងប្អូនអធិដ្ឋានបងប្អូនឈឺធ្មេញបងប្អូនអធិដ្ឋានអាម៉ាប់គាត់ឈឺធ្មេញគាត់ហើមមុខប៉ុណ្ណាណីប៉ុន្តែព្រះធ្វើការគាត់ពិសោធន៍អាជីវិតទាំងអស់ហ្នឹងបងប្អូនបើសិនតែបងប្អូនអត់មានបញ្ហាបងប្អូនមិនដឹងអធិដ្ឋានអីទៅកាន់ព្រះអង្គទេមែនអត់អធិដ្ឋានអីបើអត់មានរឿងអីកើតឡើងសូម្បីតែអរគុណព្រះអង្គក៏ភ្លេចដែរព្រោះយើងអត់បានទុកព្រះស្វែងរកព្រះអង្គមុនអញ្ចឹងជួនកាលបើអត់មានរឿងយើងអាចឆ្ងាយពីព្រះអង្គបន្តិចរៀងភ្លេចបន្តិចតែដល់ពេលមានរឿងរត់រកព្រះអង្គរាល់ថ្ងៃអញ្ចឹងចូលឲ្យយើងនៅជាប់មួយព្រះអង្គស្វែងរកព្រះអង្គជាមុនមានរឿងក៏ដោយអត់មានរឿងក៏ដោយអេមែនសរសើរដំណើរព្រះអង្គ
ยังใช้เมื่อครูนายแต่บางคนตุกจัดปองหนึ่งรอไงประมาณพี่ร้อยเห็นไหมหายมีนปัญหารอไงปีมาไงตัวมาไงปีมาใครตัวมาใครนั้นตุกจัดปองบานกำรัดนายหายกำรัดในการตุกจัดปองบางฮันปีกำรัดในจุ่มเนื้อระบายยืงเห็นไหมกำรัดในการตุกจัดปองบางฮันปีกำรัดจุ่มเนื้อระบายยืงมันบางฮันมันใหญ่ปีปัญหาระบายบอลจูบกำรัดนาเลยสมัครขวานตาบางคนจูบเรื่องอักระปนางในจุดวันเดชาวขวานบางคนเตะเกยกับเรียมกับไฮยอกขวานบางคนโดยบางคนกอดปีเนี่ยแต่กอดอดมินกางเงยเทอร์กอดจียิมโรกางเงยเทอร์ให้กอดอธิษฐานนะอธิษฐานเตียดมาขวานทาเราไปได้ยังตูอธิษฐานการปองชิมสมกางเงยนี่ชิมจองบานเกียนกางเงยนี่เทอร์เราไปได้ยังมินกางเงยเทอร์ยังออกคนปองมันจังเจ้าเราไปได้สลับแต่ยังบัดบองกางเงยเทอร์ไม่ใช่ยังมันออกคนปองอะไรแต่มูลให้เจบ่สันจะยังจับดาวมีนกางเงียยังโอ้ยมอัดทานออกคนปองไงยังมีนกางเงียมีประจำนวนผู้เสียแต่เป็นมวยสันตะกันทะเลหรือมีนปัญหาไอ้ยังอัดมีนกางเงียถือยังออกคนปองได้แต่บัวยังดังถ่าปองมีนเอาไว้ทำไมสำหรับขยมปองรีบกุมโรงทำไมสำหรับขยมไม่ปองดอกอันนั้นเจ๊งดักขยมนั่งไหลน้ำมวยทำไมเอาขยมเติมมันกับรัดที่ได้หากไอ้บางคนมันเชื่อจังหากไอ้บางคนอันญาติเอาอาเพียบอัดกางเงียถืออัดจำนวนบางคนวิกรบดันดับเลยบางคนอาจจำนวนอัดละอยังประกาศรอไว้ได้รอในขนมปังนี่ให้คือจีจุ่มเนื้อสุดท้ายนำการปังโดยขยมปกติก็ทเวกาให้ก็เพียบตามาคายเตี้ยก็ชอบปีคายเตี้ยก็ชอบยังอธิษฐานให้ปองยิมสัวทาโรมันนึกบ้านไหนยิมทานหรือจะเธอไม่ตื่นมันดังเธอไม่ท่าอธิษฐานทวายปังไงจำดองไงปังประจูนมาไว้พวกชิมเคยเฉินดองไหนมันแนในเจงสายล้างมันแนนงเมามันแนในเจงสายล้างมันแนนงเมาจังจุ่มอธิษฐานแต่ปนังไงส่วนยมขวาแล้วยมดังขวาได้บอกปองมาชิมขวายมดังแต่ปองดังประจุในหน้ามันเนี่ยทำไมชิมรวมมันเนี่ยตีได้นี่ให้คือจีจุ่มเนื้อไอ้นี่ให้จีบาปิซาปตัวในยมบานจูบเอเมนสสารของการปองจังไปยังตกจัดเนี่ยนะยังสบายเราหนุ่มมุนเกยโจชื่อให้ตกจัดปองนุ่มบางปอนสบายเราเปรี้ยมุนเกยเอเมนเอเมนสอนยาคล้วนไอ้แต่ขยมหนึ่งเราเปรี้ยมุนเกยขนมประเนียมประเยซูเอเมนจำนวนที่ปียังเตยกระรบนึงเลิกดำกางเปรจิมจ้าชีอติเพียบจำบองมุนเกยังกระรบเลิกซาดำกางปองกระรบก็ยังเอาดำไล่เอเมนกระรบก็ยังจ่อโจลกระรบก็ยังดับบังกอบกระรบก็ยังทั่วตามเอเมนให้ซาดำกางปองกระรบแหลกขันกระรบอปสะกระรบเปเวลีการนั้นยังเลิกปองปูหลังน้องจีวัดบ่อยังขมิ้นเอาไว้ไอ้ป่ายังบ้านนี่จังอะไรทอมปนะเมย์กับนายทอมปนะอัดป่ายังบ้านนี่ยังเลิกปองปูหลังน้องจีวัดบ่อยังหายเนี่ยนะไอ้ป่ายังบ้านบ่ปองปูหลังน้องจีวัดบ่อยังไงปองสาวดีน้องจีวัดบ่อยังไงปองกุ้งเนยกันดาจำนำยังหายปองกาเปียยังหายเนี่ยนะไอ้ป่ายังบ้านไปสู้เมียมันตูทาขย่มอาอธิษฐานเอาดับปีกองตัวปันได้ปองมันถือบ้านในทำไมเสนาเทวดาปองรงจำกระเปลเอาแต่ปองอธิษฐานเมาเยอะด้วยนี่ปองรีบจอมเสนาเทวดาปองรวบป้อนกองตัวจำแต่ยังประกาศตาบามัดเลยเปรซูสมชบังจำนวนตัวมกรมเมาแบบเอเมนนู่ให้นับไปยังอธิษฐานได้อย่างเรียยังใส่เกขนมประเนียมพระเยซูจังขนมประเนียมพระเยซูขนมประเนียมพระเยซูจังเจี๊ยขนมประเนียมพระเยซูเทวดาพร้องยังมั้งพร้องทุกคนเอเมนนู่ให้พระองค์รงจำยังประกาศพระองค์จำยังบางมวดดักจุ่มเนื้อนี่เย่พระเยซูท่าดับปีกองตัวตาพระองค์มันอาชายมาบ้านเนี่ยแต่พระองค์ยังมอกดับไปสกุลนั่งไงดับไปยังรวยปีอำเภอบ้าเอเมนสซาดำการพระองค์ยังไปยังก็รบเลิกดำกลางปองยกเปรี้ยจิตตีมวยโดยเอาไว้ในเปรี้ยสุบันเถื่อใจจมเนี่ยดอท่อมนุ่งจีวัดบ่อยืงประกาศเพลียงดอมังชิมลุดโดดอมังชิมเจนอย่างวันเรียบเพลียงชิมเจนเตยเลิกในพระเยซูพระองค์ชิมประกาศขนมประเดียมพระเยซูคริสต์สมบังโฮประกฏนั่งกระไดสับปะรดตรงมองได้พระองค์ไม่มันตู้ท่าพระองค์หนึ่งกดกงพระองค์หนึ่งกาปีพระองค์สมเยกตักเพลียงหนึ่งชอเจนปีกันไล่ลุโดระบาตัวมังกรสมนวมอัตเตดิจนพระองค์สมัยก่อนลุบานรวยลุบานดัดขนมประเดียมพระเยซูพระเมตตีเพลียงเรียงบ่เพลียงมันตัวนี้ขยมอธิษฐานติดขยมในแต่เชื่อรอดับเพลียงเรียงรอดับเพลียงอเรียงแต่ขยมในแต่ลุได้
ខ្ញុំនៅតែលក់អស់ក្នុងព្រះនាមព្រះយេស៊ូវបងប្អូននេះហើយជាពេលដែលយើងលើកព្រះអង្គខ្ពស់ឡើងគ្រប់ស្ថានភាពគ្រប់ពេលវេលាអធិដ្ឋានរហូតដល់ឃើញថាព្រះអង្គពិតជាធ្វើព្រះអង្គស្មោះត្រង់ណាស់ស្មោះត្រង់ជាងយើងខ្លួនឯងស្មោះត្រង់មួយខ្លួនឯងទៀតអេមែនចូលជឿទៅកាន់ព្រះអង្គចូលទុកចិត្តព្រះអង្គចូលប្រកាសប្រើមាត់ដែលព្រះអង្គឲ្យយើងមានមាត់មានសម្លេងនេះប្រកាសទៅកាន់ព្រះអង្គព្រះអង្គត្រូវការមាត់របស់យើងព្រះអង្គមានបន្ទូលថាអ្នកដែលជឿដោយថាយើងលឺហើយលឺអីលឺព្រះបន្ទូលរបស់ព្រះអង្គអញ្ចឹងបើយើងលឺព្រះបន្ទូលព្រះអង្គហើយឲ្យមាត់យើងប្រកាសព្រះបន្ទូលរបស់ព្រះអង្គមកប្រកាសក្នុងជីវិតរបស់យើងមានអ្វីដែលខាតប្រកាសឃើញព្រះអង្គធ្វើចលនាអេមែនសរសើរដំណើរព្រះអង្គអញ្ចឹងបងប្អូនរៀនហើយធ្វើម៉េចដើម្បីឲ្យបងប្អូនប្រកាសលើកព្រះអង្គជាទី1ក្នុងស្ថានភាពលំបាករបស់បងប្អូនស្ថានភាពអ្វីដែលបងប្អូនគិតថាពិបាកបច្ចុប្បន្នរឿងអីដែលបងប្អូននៅក្នុងចិត្តថាគិតថាវាពិបាកចូលប្រកាសលើកព្រះអង្គដាក់ប្រហែលជាបងប្អូនទុកចិត្តមនុស្សជាងទុកចិត្តព្រះដកមនុស្សនឹងចេញដាក់ព្រះប្រហែលជាបងប្អូនទុកចិត្តអ្វីផ្សេងទៀតទ្រព្យសម្បត្តិដកអានឹងចេញដាក់ព្រះប្រហែលជាបងប្អូនទុកចិត្តទេពកោសលជំនាញខ្ញុំមានចំណេះជំនាញខ្ញុំរៀនចប់ចេះដកអានឹងចេញដាក់ព្រះអេមែនដើម្បីកុំឲ្យយើងមានអំនួតពេលព្រោះអានឹងវាអត់ថិតថេរទេវាអត់នៅជាមួយយើងបានរហូតទេហើយក៏យើងជឿព្រះអាចប្រទានពរឲ្យយើងអាចរកលុយទ្រព្យសម្បត្តិអ្វីទាំងអស់បាននៅលើផែនដីនេះប៉ុន្តែបើសិនជាយើងអត់មានព្រះយើងមានតែទ្រព្យសម្បត្តិនឹងលុយវាមិនអាចនាំយើងទៅរកព្រះបានទេវានឹងនាំយើងឲ្យវល់ជាមួយវានឹងលើផែនដីនេះខ្វល់ខ្វាយតែជាមួយវានឹងទ្រព្យសម្បត្តិច្រើនពេកខ្លាចចោលប្លន់ចោលឆក់អេមែនទ្រព្យសម្បត្តិច្រើនពេកខ្លាចកូនចៅចំនួនក្រោយមិនចេះថែរក្សាកាប់ចាក់ឆ្លោះគ្នានឹងទ្រព្យសម្បត្តិខ្វល់ខ្វាយរហូតចឹងបងប្អូនការលំបាកថ្ងៃណាឲ្យវាល្មមគ្រប់គ្រាន់នៅថ្ងៃនោះទៅអេមែនដាក់ព្រះជាអាទិភាពទុកចិត្តព្រះស្វែងរកព្រះមុនគេអេមែនលើកព្រះដាក់នៅកណ្ដាលចំណោមហើយសោយរាជថ្វាយសេរីល្អទៅកាន់ព្រះអង្គរាល់ថ្ងៃអរគុណព្រះអង្គប្រកាសប្រវត្តិមានព្រះអង្គប្រកាសសេចក្តីជំនួយប្រកាសវិការប្រោជានៅក្នុងជីវិតរបស់យើងគ្រួសាររបស់យើងអេមែនបងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដកពិសោធន៍ជាមួយនឹងព្រះបងប្អូនជឿមានរឿងអ្វីក៏ដោយចូលប្រកាសចូលទាញព្រះយេស៊ូវចូលទាញព្រះអង្គចូលកុំព្យាយាមញែកព្រះអង្គចេញញែកអ្វីទាំងអស់ចេញដូចខ្ញុំតែអធិដ្ឋានព្រះអង្គខ្ញុំជាមនុស្សដែលរវល់យើងរស់ស៊ីមិនតែអ្នកទាំងអស់នេះក៏រវល់ដែរប៉ុន្តែចូលញែកចេញអធិដ្ឋានព្រះអង្គសូមញែកការរវល់របស់ទុំគុំចេញឲ្យកូនមានពេលបម្រើព្រះអង្គឲ្យកូនមានពេលបម្រើព្រះអង្គពីព្រោះបើសិនជាព្រះអង្គប្រកាសព្រះបន្ទូលមកកាន់ខ្ញុំថាខ្ញុំត្រូវអធិប្បាយលោកគ្រូធីនីបានបើកឲ្យខ្ញុំត្រូវទៅភ្នំពេញទៅកំពង់សោមការងារខ្ញុំត្រូវធ្វើម៉េចអញ្ចឹងខ្ញុំអធិដ្ឋានបន្ទាប់ពីខ្ញុំលើព្រះបន្ទូលនឹងហើយលើការប្រកាសពីទំនុកខ្ញុំថាព្រះអង្គសូមញែកដើម្បីទុំគុំមានពេលទៅអធិប្បាយនៅភ្នំពេញនៅកំពង់សោមដើម្បីឲ្យព្រះបន្ទូលព្រះអង្គបានសម្រេចដើម្បីឲ្យគ្រាប់ពូជរបស់ព្រះអង្គហូរដើម្បីឲ្យអំណោយទានដែលព្រះអង្គឲ្យខ្ញុំបានលឺបានថោទៅកាន់កន្លែងមួយផ្សេងទៀតអេមែនបងប្អូនម្នាក់បងប្អូនមានអំណោយទានមានការត្រាស់ហៅរៀងខ្លួនមានទាំងអស់គ្នាមិនមែនមានតែខ្ញុំទេគ្រាន់តែយើងរកអត់ទាន់ឃើញគ្រាន់តែយើងអត់ទាន់ដឹងខ្លួនដោយសារយើងអត់ទាន់ស្វែងរកព្រះអង្គមុនដោយសារយើងអត់ទាន់ដាក់ព្រះមុនដោយសារយើងនៅអាសេមអាសាមអាសាច់ឈាមអាខ្វល់ខ្វាយនឹងច្រើនមានបងប្អូនមានទាំងអស់គ្នាគ្មានអ្នកណាដែលអត់មានអំណោយទាននឹងទេមានចូលស្វែងរកហើយចូលអធិដ្ឋានថាព្រះអង្គសូមញែកអ្វីដែលព្រះអង្គមានដាក់នៅក្នុងទុំបង្គំសូមឲ្យទុំបង្គំមានពេលប្រើមុននឹងយើងចេញពីផែនដីនេះព្រោះយើងទៅឋានសួគ៌យើងអត់មានយកអំណោយទានយើងទៅប្រើនៅលើឋានសួគ៌ទេយើងអត់បាក់តែផ្សាយមិនដឹងល្អនៅលើឋានសួគ៌អត់បាក់តែអធិដ្ឋានព្យាបាលជំងឺនៅឋានសួគ៌ទេអត់មានទេយើងប្រើតែនៅលើផែនដីនេះអញ្ចឹងមុនដែលបងប្អូនបានចេញពីផែនដីនេះសូមធ្វើអ្វីមួយយ៉ាងដែលព្រះអង្គត្រាស់ហើយបងប្អូនបានធ្វើសរសើរដល់ការព្រះអង្គហាឡេលូយ៉ាបងប្អូនបទព្រះបន្ទូលចុងក្រោយពីរបារក្សត្រ17:3-5ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងយូសាផាតពីព្រោះបានប្រព្រឹត្តតាមអស់ទាំងផ្លូវដើមរបស់ដាវីតជាឯកកោទ្រង់
ឥតរកតាមព្រះបាលឡើយគឺបានស្វែងរកតាមព្រះនៃពួកអាយកោទ្រង់ហើយប្រព្រឹត្តតាមបទបញ្ញត្តិទ្រង់វិញឥតធ្វើតាមអំពើរបស់សាសអ៊ីស្រាអែលដែរហេតុនោះបានជាព្រះយេហូវ៉ាទ្រង់សោយរាជ្យឲ្យមាំមួនក្នុងអំណាចយូសាផាតហើយពួកយូដាទាំងអស់ក៏នាំគ្នាយកគ្រឿងបណ្ដាការមកថ្វាយស្ដេចទ្រង់មានព្រះរាជទ្រព្យនិងកិត្តិយសជាបរិបូរណ៍ព្រះតីទ្រង់បានតាំងឡើងក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ាមួយទៀតទ្រង់ក៏បំបត្តិអស់ទាំងទីខ្ពស់និងរូបព្រះចេញពីស្រុកយូដាទៅស្ដេចយូសាផាតគឺជាស្ដេចចំនួនទី5បន្ទាប់ពីស្ដេចដាវីតកូនចៅចំនួនក្រោយរបស់ស្ដេចដាវីតព្រះអង្គស្មោះត្រង់ហើយព្រះអង្គគោរពបម្រើព្រះអង្គរូបព្រះបាលរូបព្រះคล้ายគាត់បំផ្លាញអស់ហើយនាំរាជអ៊ីស្រាអែលមកថ្វាយបង្គំព្រះដល់ពិតវិញចម្បាំងរបស់គាត់បងប្អូនគ្រាន់តែទៅដល់សមរភូមិខ្មាំងសត្រូវវាយកាប់ចាក់គ្នាឯងមិនចាំដកដៅទៅច្បាំងទេដោយសារគាត់ជឿហើយគាត់អធិដ្ឋានដោយសារគាត់ទុកចិត្តព្រះអង្គដោយសារគាត់រកព្រះមុនចម្បាំងពីប្រទេស3ប្រទេសមកច្បាំងតែមួយ3ប្រទេសសាសអេដាមមាន3ប្រទេសដែលមកនៅស្រុកម៉ូអាប់ស្រុកអាម៉ូននិងភ្នំសៀ3ហ្នឹងមកច្បាំងតែមួយ3វាយមួយបងប្អូន3វាយមួយហ្នឹងកូនចៅរបស់ស្ដេចយូសាផាតអត់បាក់ច្បាំងបានតិចទេគ្រាន់តែអធិដ្ឋានអា3ហ្នឹងវាយគ្នាវាបាទទៅដល់ឈ្នះបាត់អ្នកណាអាចធ្វើបានឥឡូវបងប្អូនក្នុងជីវិតបងប្អូនអ្នកណាដែលជួបបញ្ហា3វាយមួយឬក៏4វាយមួយ5វាយមួយ10វាយមួយខ្ញុំអត់ខ្វល់ក្នុងព្រះនាមព្រះយេស៊ូវចូលប្រកាសព្រះអង្គនឹងញែកវាចេញព្រះអង្គនឹងច្បាំងជំនួសយើងមិនបាច់ចាំហត់ទេយើងប្រើតែជំនឿរកព្រះមុនទុកចិត្តព្រះអង្គលើកសរសើរដំណើរព្រះអង្គក្នុងជីវិតរបស់យើងហាឡេលូយ៉ាសរសើរដំណើរព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទមិនថា3-1មិនថា4-1មិនថា5-1ខ្ញុំអត់ខ្វល់ព្រោះព្រះអង្គមិនឲ្យខ្ញុំខ្វល់អេមែនអរគុណព្រះអង្គអញ្ចឹងបងប្អូនបន្ទាប់ពីបងប្អូនបានស្ដាប់ព្រះបន្ទូលថាបងប្អូនទុកចិត្តព្រះអង្គប្រហែលភាគរយហើយឡើងកម្រិតនៅសរសើរដល់កាបងប្អូនដឹងតែបងប្អូនត្រូវរកណាគេមុនគេអត់ព្រះហាឡេលូយ៉ាហាឡេលូយ៉ាឆែកមើលខ្លួនឯងពីចំណុចពីមុនរឿងពីមុនដែលបងប្អូនអត់បានទុកចិត្តព្រះអង្គដែលបងប្អូនអត់ជោគជ័យឆែកមើលឲ្យឃើញប្រមាណចំណុចចំណាំខ្លួនឯងអធិដ្ឋានដកវាចេញដាក់ព្រះចូលមកវិញក្នុងព្រះនាមព្រះយេស៊ូវសូមអបអរសាទក្រោកឈរ